សួស្តីទាំងអស់គ្នាខ្ញុំសងថ្ងៃនេះយើងមកបន្តសាច់រឿងយើងតនៃរឿង Ultimate កាយចាស់ដែលភាពបន្តចឹងកុំឲ្យរងចាំពេលយូរតោះប៉ាម៉ាក់នេះគឺជាការបំផន់មួយគ្មានផ្លូវណាដែលពួកគេនឹងនៅទីនេះទេពួកគេបានស្លាប់កាលពី3ឆ្នាំមុនតើខ្ញុំត្រូវបានចុះបន្ទាក់ដោយសារការបំផន់ម្ដងទៀតមែនទេយើងតែងតែមើលថែអ្នកការស្លាប់របស់យើងមិនមែនជាកំហុសរបស់អ្នកទេឡើយយើងតែងតែនៅក្បែរអ្នកកុំបន្ទោសខ្លួនឯងអីការប៉ះរបស់ម៉ាក់និងប៉ាគឺកក់ក្ដៅក្លិនក្រអូបដែលរំលឹកពីអតីតកាលខ្ញុំគ្រាន់តែចង់ឲ្យមនុស្សគ្រប់គ្នាមានសុភមង្គលខ្ញុំឃើញវាខ្ញុំមានអារម្មណ៍ពីវារឿងនេះមិនដូចការបំផន់ពីមុនទេខ្ញុំចង់ឲ្យម៉ាក់និងប៉ាអាចសម្រាកបានចាក់ចែងពីភូមិដល់កំសត់ខ្ញុំចង់ឲ្យអ្នកទាំងពីរមានសុភមង្គលខ្លាចជាអ្នកផ្សងព្រេងជាមនុស្សល្អឥតខ្ចោះខ្ញុំនឹងមិនអីទេបើគ្រាន់តែប៉ុណ្ណឹងប្រសិនបើយើងចំណាយពេលជាមួយគ្នាសើចសប្បាយនិងមានភាពសប្បាយរីករាយប៉ុន្តែឲ្យសារតែខ្ញុំភូមិនេះត្រូវបានបំផ្លាញសុភមង្គលរបស់មនុស្សគ្រប់គ្នាត្រូវបានបំផ្លាញឡើយអ្នកប្រហែលជាមិនចាំទេប៉ុន្តែវាពិបាកណាស់ឆ្លងកាត់យប់នោះត្រូវហើយវាជាថ្ងៃដែលមានព្រើធ្លាក់ខ្ញុំតែងតែចាំថ្ងៃដែលអ្នកកើតឡើយដល់រាប់ណាភ្នែកអាចមើលឃើញអ្នកពោពេញទៅដោយពន្លឺព្រះអាទិត្យរះនៅពេលដែលអ្នកកើតហើយនៅពេលដែលខ្ញុំកំពុងកាន់អ្នកភ្លាមបន្ទាប់ពីកើតខ្ញុំមានគំនិតមួយហើយវាបានភ្លឺមកលើអ្នកសូមឲ្យកូនមានសុភមង្គលម៉ាក់ប៉ាពេលដែលម្រាមដៃតូចរបស់អ្នកកាន់ខ្ញុំគិតថាបើតែក្នុងពិភពលោកបែបនេះក៏ដោយខ្ញុំរីករាយដែលបានកើតមកអ្នកបានកើតមកក្នុងព្រលឺគ្មាននរណាម្នាក់កើតមកមានពរជ័យជាងអ្នកដោយលោកីនេះទេខ្ញុំនឹងនិយាយរឿងនេះម្ដងហើយម្ដងទៀតចូលអ្នកទៅចូលមានសុភមង្គលឡើយសម្រាប់ជាប្រយោជន៍ដល់យើងផងដែរសម្រាប់ពួកយើងប្រសិនបើអ្នកមានសុវត្ថិភាពពីព្រោះអ្នកជាកូនប្រុសជាទីស្រឡាញ់របស់យើងហើយខ្លាចជាមនុស្សមានសុភមង្គលនោះជាអ្វីទាំងអស់ដែលយើងសូមប៉ាម៉ាក់សូមលេខខ្ញុំមិនចេញមកទេសូមរីករាយលើនេះចាប់ពីពេលនេះតទៅយើងនឹងនៅក្បែរអ្នកជានិច្ចរងចាំណាប៉ាម៉ាក់ហើយយើងនឹងស្រឡាញ់អ្នកជានិច្ចហេតុអីរងចាំទោះបីជាខ្ញុំកំពុងរត់ក៏ដោយខ្ញុំមិនរើទេខ្ញុំមិនអាចតាមទាន់បានទេពួកគេកំពុងចាក់ចែងហើយខ្ញុំសុំទោសប៉ាម៉ាក់សុំទោសសុំទោសសុំទោសប៉ុន្តែសម្រាប់ការងងខ្លៅសម្រាប់ការមិនធ្វើអ្វីសម្រាប់អ្នកខ្ញុំតែងតែត្រូវបានគេផ្ដល់ឲ្យប៉ុន្តែមិនអាចផ្ដល់មកវិញបានទេអរគុណសម្រាប់ការចិញ្ចឹមបីបាច់ថែរក្សាខ្ញុំសម្រាប់ការផ្ដល់កំណត់ឲ្យខ្ញុំសម្រាប់ការស្រឡាញ់ខ្ញុំអរគុណខ្លាំងណាស់ទោះបីជាខ្ញុំមិនបានប្រាប់វាទៅអ្នកក៏ដោយខ្ញុំមានអារម្មណ៍វាយ៉ាងត្រឹមត្រូវសេចក្តីស្រឡាញ់របស់អ្នកប៉ាខ្ញុំក៏ដូចគ្នាដែរម៉ាក់នឹងស្រឡាញ់ប៉ាជានិច្ចឡើយវាត្រូវបានបញ្ជូនមកយើងយ៉ាងត្រឹមត្រូវយើងយល់ហើយអ្នកបានលួចជង្គង់ដោយសារការដកថយពីអំណាចរបស់ Gunner ឡើយអ្នកភ្ញាក់ហើយឬនៅតើអ្នកចាំទេខ្ញុំទេវាពិតជាមិនសមហេតុផលពេកទេដែលអ្នកដែលអាចខ្លាចជាការបំភាន់តើនោះជាការបំភាន់ដែលបង្កើតឡើងដោយបំណងប្រាថ្នារបស់ខ្ញុំឬទេការខូចខាតពី Gunner ធ្វើឲ្យខ្ញុំបាត់បង់ស្មារតីពេលនោះឡាយអេមីលីសូមលេបថ្នាំបន្សុទ្ធលើខ្ញុំគិតថាដៃស្អាតរបស់ឡាយដ៏អស្ចារ្យបានរលាកខាងដល់ម្លឹងអេមីលីខ្ញុំដឹងហើយប៉ុន្តែសូមធ្វើដូច្នេះបន្ទាប់ពីអ្នកលាបថ្នាំបន្សុទ្ធហើយធ្វើការជាមួយខ្ញុំនៅលើត្រាខ្ញុំយល់ថារបួសធ្ងន់ធ្ងររបស់ឡាយកំពុងបណ្ដាលឲ្យមានការបំភាន់ច្រឡំខ្ញុំត្រូវបានគេព្យាបាលយ៉ាងល្អដោយប្រើបងរំទាំងនេះដែលតែងតែប្រើការបន្សុទ្ធជាជំនួយសង្គ្រោះបឋមដោយប្រើខ្សែរបស់ម៉ៃនិងការបន្សុទ្ធដែលប្រើដោយអេមីលីតើការខូចខាតកាន់តែខ្លាំងឡើងទេពេលដែលខ្ញុំប្រើវាកាន់តែច្រើនរបួសកាន់តែធ្ងន់ធ្ងរជាងលើកមុនទៀតម៉ៃសូមរងចាំបន្តិចខ្ញុំនឹងទុកឲ្យអ្នកទាំងពីរជាអ្នកវត្តត្រាឡើងវិញនៃរឿង Divine Burial Gunner ចំពោះខ្ញុំវិញខ្ញុំបានធ្វើឲ្យអ្នករងចាំហើយ CR យើងនឹងបញ្ចប់រឿងនេះ